យកលើស្ថានភាពថ្មីបន្ទាប់ពីទូរស័ព្ទជាមួយលោកដូណាល់ត្រាំហើយទង្វើរបស់យោធាថៃនៅតែបន្តប្រើ F-16 នឹងបាញ់ផ្លោមមកលើកម្ពុជាទៀតនេះសបញ្ជាក់ឲ្យឃើញថាថៃមិនខ្លាចនឹងទណ្ឌកម្មរបស់ដូណាល់ត្រាំសហរដ្ឋអាមេរិកទេថៃកំពុងតែមានជំហរឬជំទល់ជាមួយប្រទេសមហាអំណាចទី2ហើយថៃចាប់ផ្ដើមងាកចេញពីអាមេរិកហើយខ្ញុំសូមងាកទៅវិភាគស្ថានភាពនិងយុទ្ធសាស្ត្ររបស់ប្រទេសថៃវិញតងស្របតាមទង្វើរបស់យោធានិងនយោបាយនាពេលបច្ចុប្បន្នដែលបង្ហាញពីការមិនខ្លាចចំពោះសម្ពាធពីលោកដូណាល់ត្រាំទស្សនៈយុទ្ធសាស្ត្ររបស់ថៃតែការសម្រេចចិត្តការដែលថៃបន្តប្រើប្រាស់ F-16 និងបាញ់កំទេចស្ពានបន្ទាប់ពីការហៅទូរស័ព្ទរបស់លោកត្រាំគឺមិនមែនជាភាពងងខ្លៅទេប៉ុន្តែជាការសម្រេចចិត្តនយោបាយយោធាដ៏ត្រជាក់មួយដែលមានគោលដៅធំជាងការឈ្នះនៅព្រំដែនគោលដៅ A ភាពឯករាជ្យយោធាថៃចង់បង្ហាញថាពួកគេលែងត្រូវការភ្លើងខៀវពីអាមេរិកទៀតហើយដើម្បីសម្រេចគោលដៅការពារជាតិរបស់ខ្លួននេះជាការរំដោះខ្លួនចេញពីឥទ្ធិពលយោធាអាមេរិកដែលមានតាំងពីយូរលង់មកហើយដូចជាសម្យុទ្ធគោលដៅ B បង្កើតលក្ខខណ្ឌចរចាថៃដឹងថាការបាញ់គ្នាធម្មតានឹងមិនផ្លាស់ប្ដូរផែនទីទេដូច្នេះការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ដូចជាស្ពានមេទឹកនៅពោធិ៍សាត់គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីបង្កើនសម្ពាធសេដ្ឋកិច្ចលើកម្ពុជាថៃចង់ឲ្យកម្ពុជាជួបវិបត្តិផ្គត់ផ្គង់ហើយបង្ខំឲ្យកម្ពុជាត្រូវតែទទួលយកលក្ខខណ្ឌរបស់ថៃនៅទុចរកចាំវិញយុទ្ធសាស្ត្រលំអៀងទៅរកមហាអំណាចទី2ការហ៊ានប្រឈមនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកត្រាំបញ្ជាក់ថាថៃមានបណ្ដាញសង្គ្រោះត្រៀមរួចជាស្រេចដែលទំនងជាបានមកពីប្រទេសមហាអំណាចទី2ការធានាសេដ្ឋកិច្ចនេះថៃអាចមានកិច្ចព្រមព្រៀងសំណាក់ជាមួយដើម្បីឲ្យទិញផលិតផលនាំចេញរបស់ថៃបន្ថែមទៀតជាពិសេសកសិផលនិងឧស្សាហកម្មធំប្រសិនបើទីផ្សារអាមេរិករងការបិទទ្វារដោយសារពន្ធគយនិងចំណេញដោយទទួលបានសម្ព័ន្ធមិត្តសំខាន់មួយនៅអាស៊ានការផ្គត់ផ្គង់យោធាបន្ថែមបើអាមេរិកកាត់ផ្តាច់គ្រឿងបន្លាស់ F-16 ថៃនឹងងាកទៅរកដើម្បីទិញប្រព័ន្ធអាវុធទំនើបជំនួសវិញនេះនឹងផ្ដល់នូវសម្ព័ន្ធមិត្តយោធាថ្មីដល់ថៃនិងជួយថៃឲ្យរួចផុតពីការពឹងផ្អែកលើអាវុធចាស់ៗរបស់លោកខាងលិចភាពងាយរងគ្រោះរបស់ថៃទោះបីជាថៃបង្ហាញភាពរឹងមាំក៏ដោយក៏ពួកគេមានចំណុចខ្សោយធំដែលត្រូវកាត់គោវិបត្តិទឹកជំនន់ទ្វេដងគ្រោះទឹកជំនន់ដ៏ធំនៅភាគខាងត្បូងដំណាំស្រូវចម្ការកៅស៊ូនិងចម្ការផ្សេងៗជា 25.000 រៃប្រហែល 4.000 ហិកតារងការលិចលង់សត្វពាហនៈរាប់រយក្បាលគោក្របីជ្រូកមាន់ត្រូវបានងាប់ឬបាត់បង់ទឹកជំនន់បានបំផ្លាញដីបង្កបង្កើនផលប៉ះពាល់ដល់ការប្រមូលផលស្រូវក្រោយទៀតផ្ទះសម្បែងរងផលប៉ះពាល់ជាង 70.000 ខ្នងរាប់បញ្ចូលទាំងផ្ទះលិចទឹកនិងផ្ទះខូចខាតផ្លូវថ្នល់និងស្ពានជាង120កន្លែងដាច់ឬលិចទឹករថយន្តនិងម៉ូតូរាប់រយគ្រឿងខូចខាតដោយសារលិចទឹកជាង50កន្លែងត្រូវបានបិទជាប៉ាល់តោះអាសន្នជាងមនុស្សស្លាប់យ៉ាងតិច4នាក់បណ្ដាលមកពីលង់ទឹកនិងការបាក់ដីមនុស្សរងរបួសយ៉ាងតិច7នាក់ជនភៀសខ្លួនគ្រួសារជាង 10.000 គ្រួសារត្រូវជម្លៀសបន្ទាន់បានធ្វើឲ្យរដ្ឋាភិបាលថៃជួបវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរផ្ទះរាប់ម៉ឺនខ្នងលិចការបន្តធ្វើសង្គ្រាមក្នុងពេលមានគ្រោះមហន្តរាយបែបនេះនឹងបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាជនថៃផ្ទាល់លទ្ធភាពនៃទណ្ឌកម្មពិតប្រាកដបើលោកត្រាំពិតជាដាក់ទណ្ឌកម្មសេដ្ឋកិច្ចមែនការខាតបង់នឹងកើតឡើងភ្លាមទោះបីជួយទិញក៏ដោយក៏មិនអាចជំនួសទីផ្សារអាមេរិកទាំងស្រុងបានដែរក្នុងរយៈពេលខ្លីនេះនឹងបង្កឲ្យមានវិបត្តិនយោបាយផ្ទៃក្នុងធំដែលអាចធ្វើឲ្យលោកអានូទីនមិនអាចឈ្នះការបោះឆ្នោតថ្មីបានថៃកំពុងលេងល្បែងនយោបាយភូមិសាស្ត្រដ៏ធំពួកគេកំពុងប្រើសង្គ្រាមតូចជាមួយកម្ពុជាដើម្បីចរចាជាមួយមហាអំណាចអំពីទិសដៅអនាគតរបស់ប្រទេសថៃពួកគេភ្នាល់ថាផលចំណេញពីការងាកទៅរកមហាអំណាចថ្មីនឹងធំជាងការខាតបង់ដោយសារទណ្ឌកម្មរបស់លោកត្រាំកម្ពុជាការផ្លាស់ប្តូរគោលនយោបាយឆ្ពោះទៅរកសន្តិភាពដោយបង្ខំទោះបីជាយោធាថៃបន្តសកម្មភាពបំផ្លាញដូចជាស្ពាននៅពោធិ៍សាត់ក៏ដោយក៏នយោបាយថៃកំពុងវិវត្តទៅរកដំណាក់កាលព្រមចុះញោមវិញការទាមទារសន្តិភាពសម្ពាធសេដ្ឋកិច្ចពីខាងក្រៅនិងវិបត្តិទឹកជំនន់ពីខាងក្នុងនឹងបង្ខំឲ្យរដ្ឋាភិបាលថៃទទួលយកលក្ខខណ្ឌដ៏តឹងរ៉ឹងជាងមុនរបស់កម្ពុជានៅទុចរចាការទទួលយកភស្តុតាងផ្កាយរណបដោយសារកម្ពុជាបានស្នើឲ្យប្រើភស្តុតាងផ្កាយរណបពីអាមេរិកនិងម៉ាឡេស៊ីដើម្បីផ្ទៀងផ្ទាត់ថាថៃជាអ្នកចាប់ផ្ដើមបាញ់មុននេះធ្វើឲ្យថៃមិនអាចបដិសេធកំហុសរបស់ខ្លួនបានឡើយយើងមិនចង់បានសង្គ្រាមទេតែបើសត្វត្រូវបង្ខំឲ្យយើងកាន់កាំភ្លើងយើងនឹងប្រើកាំភ្លើងធំបំផុតដែលយើងមានដើម្បីបញ្ចប់សង្គ្រាមនោះ